មករៀបចំកាត់ក្រចកឲ្យប៉ាក្មេកបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀបចំកាត់ក្រចកឲ្យប៉ាក្មេកដោយសារគាត់កាត់ខ្លួនឯងពិបាកកាត់ណាបងប្អូនហើយខ្ញុំក៏កាត់ឲ្យគាត់ទៅហើយណាមួយការកាត់ក្រចកឲ្យគាត់គឺប្រយ័ត្នប្រយែងមែនតែនបងប្អូនហើយដោយសារប៉ាក្មេកខ្ញុំគាត់ទឹកនោមផ្អែមអញ្ចឹងយើងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងការកាត់ក្រចកឲ្យគាត់ខ្លាចកាត់ទៅគាត់មានតបៅហើយក៏គាត់คลายអីអញ្ចឹងណាចេះតែប្រយ័ត្នទៅបងប្អូនដោយសារប៉ាក្មេកខ្ញុំគាត់ទឹកនោមផ្អែមយូរហើយខ្ញុំចេះតែប្រយ័ត្នទៅដោយសារគាត់នៅចាក់ថ្នាំនៅលេបថ្នាំអីអញ្ចឹងណាហើយខ្ញុំធ្លាប់តែឮគេនិយាយថាមនុស្សទឹកនោមផ្អែមកុំឲ្យមានតបៅមានអីអញ្ចឹងវាមិនងាយឆាប់សះអីអញ្ចឹងខ្ញុំក៏ត្រូវប្រយ័ត្នមែនតែនដល់ពេលខ្ញុំកំពុងកាត់គាត់ចាស់បងប្អូនដូចថាគាត់ពិបាកអង្គុយហើយក៏មិនយើងមិនដឹងទេណាគាត់ចេះតែញាក់ជើងឲ្យខ្ញុំណាចង់ភ្ញាក់តាមគាត់ដែរខ្ញុំសួរឈឺអត់បែបគាត់ពិបាកអង្គុយហើយក៏មិនទេបងប្អូនហើយខ្ញុំប្រិតព្រៀងបងប្អូនហើយនិយាយពីថាអូនិយាយពីជើងគាត់ឲ្យសិតតែស្បែកតែម្ដងគាត់ចាស់ហើយប៉ាក្មេងខ្ញុំគាត់ប៉ែតជាងបងប្អូនហើយគាត់នៅដើរបានអីបានទេពីមុនគាត់ឆ្លប់ឈឺធ្ងន់ម្ដងពីរដងសង្គ្រោះមិនទាន់ហើយនិយាយទៅនៅកន្លែងធ្ងន់ធ្ងរឡើងចង់ចូលមួយខែជាង2ខែបងប្អូនតែអាយុគាត់ថ្លៃហើយអញ្ចឹងទៅបានថាឥឡូវហ្នឹងគឺខ្ញុំហ្នឹងគឺអ្នកមើលការខុសត្រូវគាត់អញ្ចឹងទៅបាយទឹកអីអញ្ចឹងទៅប្រឹកព្រៀងឲ្យគាត់អញ្ចឹងទៅកុំឲ្យគាត់ហូបអីផ្ដាស់ឲ្យរបស់ផ្អែមអញ្ចឹងបានខ្ញុំធ្វើម្ហូបអីខ្ញុំតែងតែដូចថាសាបអីអញ្ចឹងណាបងប្អូនអត់អាចគ្រឿងដុតបានទេព្រោះអីអ្នកផ្ទះជាពិសេសដូចថាអ្នកផ្ទះមានទឹកនោមផ្អែមអីអញ្ចឹងយើងកាត់បន្ថយតមឲ្យខ្លាំងមែនតែនមិនថាតាប៉ាក្មេងខ្ញុំទេនិយាយទៅទឹកនោមផ្អែមនេះវាអាចជាពូជពងបងប្អូនអញ្ចឹងយើងកាត់បន្ថយបានយើងកាត់បន្ថយទៅទម្លាប់ការញ៉ាំផ្អែមខ្លាំងអីខ្លាំងអញ្ចឹងណាហើយនិយាយទៅគឺថាបងប្អូនដឹងស្រាប់ហើយការមើលខាងថែមនុស្សចាស់មិនស្រួលទេដោយតកូនក្មេងអញ្ចឹងមិនស្រួលនិយាយគ្នាទេអញ្ចឹងបានថាមើលថែមនុស្សចាស់តចិត្តធ្គុណអីដែរហ្នឹងបងប្អូនបើថាមិនអញ្ចឹងទេគាត់ធ្វើមិនស្រួលហ្នឹងក៏យើងអាចនឹងខឹងឲ្យក៏ទ្រាំបានពួកគាត់អញ្ចឹងក៏ប៉ុន្តែកន្លែងណាទ្រាំបានក៏ទ្រាំបានកន្លែងណាទ្រាំបានក៏ចេះតែធម្មតាខ្ញុំនិយាយទៅកុំមកលូដាក់គាត់ខ្ញុំមិនដែលលូមិនដឹងលូអីផងបើជួនកាលខុសឆ្គងអីស្រួលបួនអញ្ចឹងទៅខ្ញុំតែងតែនិយាយប្រាប់ប្តីខ្ញុំអញ្ចឹងព្រោះអីខ្ញុំអ្នកមើលថែគាត់ខ្ញុំដឹងការនៅក្នុងនឹងដឹងជាងប្តីខ្ញុំដោយសារខ្ញុំដូចថាខ្ញុំអ្នកធ្វើម្ហូបមើលការខុសត្រូវគាត់អញ្ចឹងទៅតើការងារអីចាំបាច់ធំដុំអញ្ចឹងទៅបានប្តីខ្ញុំគាត់អ្នកចាត់ចែងបើថាការងារកាពេកកប៉ុកនៅក្នុងផ្ទះដូចជាបាយទឹកឲ្យប៉ាក្មេកម៉ាក់ក្មេកក៏ប៉ុន្តែឥឡូវគឺតាប៉ាក្មេកទេដោយសារម៉ាក់ក្មេកខ្ញុំគាត់នៅមណ្ឌលហាត់